តើបងបាទជាសួរបងប្អូនអួតផលិតផលខេត្តកំពង់ធំឲ្យគេសាំមុខបងគេថាគ្រប់រឿងគ្រប់រាវឥឡូវគេថា BA ផ្សាយដោយមិនយកលុយផ្សាយតែផលិតផលខ្មែរតាមទីជនបទបងប្អូនផលិតផលអ្នកមានអត់ទៅផ្សាយទេព្រោះអ្នកមានលុយគេអាចជួលអ្នកល្បីទៅផ្សាយដល់ពេលខ្ញុំអ្នកកំពេចកំពុកអត់ល្បីមកផ្សាយបោះបងប្អូនតាមជនបទឥឡូវនេះមកដល់ខាងកំពង់ធំអួតផលិតផលកំពង់ធំមួយទៀតបងប្អូននេះនៅអាហារដ្ឋានគ្រួសាររីករាយបងប្អូននៅក្នុងក្រុងស្ទឹងសែននឹងដែរទេអានេះគឺជាផ្អកត្រីសដាយបងប្អូននេះគាត់ធ្វើខ្លួនគាត់អីខ្លួនគាត់ផ្អកត្រីសដាយកំពង់ធំខេត្តជាប់បឹងទលេសាបជង្រុកត្រីគេថាឆៃមកនគរក៏អស់ដែរបឹងទលេសាបហ្នឹងតែបើអត់ការពារអាចអស់តែទឹករាក់ទឹកអីទៅក្តៅអីកាន់តែខ្លាំងអាកាសធាតុប្រែប្រួលវាប៉ះពាល់ដល់បឹងទលេសាបដែរអញ្ចឹងហើយបានកន្លងមករៀបថាបាប្រឹងប្រែងដាក់ជំរកត្រីអីហ្នឹងកុំឲ្យបងប្អូនរំលោភយកអាតំបន់3តំបន់អីហ្នឹងយកទៅធ្វើស្រែធ្វើអីទៅផ្ទៃបឹងវាកាន់តែរួមតូចខែភាសាឡើងហ្នឹងត្រីអត់មានជំរកកូនអញ្ចឹងហើយវានឹងបាត់បង់អញ្ចឹងរបស់អីក៏ដោយតែអត់ថែសម្បូរប៉ុណ្ណាក៏ដោយក៏តិចដែរអញ្ចឹងឥឡូវងាកមកផ្អកវិញផ្អកត្រីសដាយហ្នឹងត្រីសាច់ហ៎បងប្អូនត្រីសដាយហ្នឹងប្រភេទត្រីសាច់ហ្មងអញ្ចឹងគាត់ចាវជាមួយតប៉ែនៅខាងស្រុកខ្ញុំផ្អកấyចាវអញ្ចឹងគ្រួសារខ្ញុំធ្លាប់ចាវមួយតប៉ែពណ៌ខ្មៅឥឡូវនេះតប៉ែពណ៌សគាត់ប្រើតប៉ែពណ៌សបាទអញ្ចឹងមានច្រើននេះបាទគាត់មានច្រើនបងប្អូនណាប៉ែតៃផ្អកមកកំពង់ធំគ្រួសាររីករាយបាទចូលទៅ Google แล้วវាយទៅអាហារដ្ឋានគ្រួសាររីករាយមានហើយ1គីឡូ5-10 ម៉ឺនបងប្អូនបាទយើងគួរសមដែរព្រោះថាត្រីសាច់ឆ្ងាញ់របស់តែឆ្ងាញ់វាថ្លៃហើយបងប្អូនទៅទិញរបស់ផ្សេងតម្លៃរាប់ពាន់រាប់ម៉ឺនមិនល្អក៏មកល្អរឿងត្រីដែលប្រជាពលរដ្ឋយើងធ្វើអញ្ចឹងជួយទិញហូបទៅកុំល្អថាថ្លៃអ្នកមានលុយបាទអញ្ចឹង1គីឡូ5-10 ម៉ឺនបងប្អូនបាទមានបើអាកែវតូចនេះ1គីឡូល្មមបងប្អូនហើយបាទកែវធំនេះអត់ដឹងប្រមាណទេបាទដល់តែថ្លឹងបាទ1គីឡូ5-10 ម៉ឺនតម្លៃទូទៅអញ្ចឹងអាចហូបបានហើយមានស្អីច្រើនណាបាទនេះប្រហែលជាម្សៅត្រីហ្នឹងមើលទៅនេះអាហ្នឹងម្សៅត្រីបងប្អូនបាទមានទាំងស្អីទៀតអំបិលម្ទេសហុយអូសើផលិតផលណាមានអីទៀតនេះសៀងនេះសៀងដាក់គីឡូសៀងផ្អាប់ហ៎បងប្អូនមិនសៀងអត់តផ្អាប់ទេអានេះគេផ្អាប់ហើយអាចហូបបានហើយមាននេះទៀតបងប្អូនងាំងៅបាទអាហារដ្ឋានគ្រួសាររីករាយហ្នឹងល្បីរឿងបាយងៀតកបីបាយតំណាក់ងៀតកបីល្បីរហូតដល់សម្ដេចនាយករដ្ឋមន្ត្រីធ្លាប់លន់មាត់ល្បីហើយសម្ដេចនាយករដ្ឋមន្ត្រីក៏ចូលចិត្តមកពិសាបាយងៀតកបីនៅហ្នឹងដែរធ្លាប់មានប្រសាសន៍ជាសាធារណៈលើវេទិកាសាធារណៈតែម្ដងអញ្ចឹងជាអាហារដ្ឋានល្បីឥឡូវខ្ញុំសូមបង្ហាញផលិតផលមានប៉ុណ្ណឹងជាពិសេសធំផុតផ្អកអញ្ចឹងបងប្អូនមកកំពង់ធំហើយចង់ហូបផ្អកត្រីសដាយចាវជាមួយតប៉ែពណ៌សកុំភ្លេចមករកអាហារដ្ឋានគ្រួសាររីករាយផ្សាយហ្វ្រីណាបងប្អូនសូមអរគុណ